ភាសាជាថ្មីមកកែលំហាត់គណិតវិទ្យាថ្នាក់ទី9មេរៀនទី1ចំនួនអក្សរនិទានហើយយើងមកកែបន្តលំហាត់ទី13គណនាគន្សោមខាងក្រោមដោយ a b x y និងសិតរបស់យើងគឺជាចំនួនវិជ្ជមានអញ្ចឹងចូលមកដល់លំហាត់ C របស់យើងជាប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់អញ្ចឹងយើងធ្លាប់ជួបវីដេអូជួបលំហាត់កាលពីវីដេអូមុនហើយដើម្បីបូកដកទៅលើរ៉ាឌីកាល់បានលុះត្រាតែយើងបំលែងរ៉ាឌីកង់ឲ្យដូចគ្នាសិនឥឡូវយើងទៅបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់សិនអញ្ចឹងb ស្វ័យគុណ3នេះបញ្ចេញពីឬក្រេអាចបាន b ឬ b ដែលយើងបំលែង b ក្រេគុណ b ចឹងយើងសរសេរបានថា 7a ឬក្រេ b ស្វ័យគុណ3យើងអាចសរសេរបានទៅជា b ក្រេគុណ b សរសេរបែបនេះដើម្បីយើងងាយស្រួលក្នុងការបញ្ចេញពីរ៉ាឌីកាល់ដោយ b ក្រេនេះបញ្ចេញមកបាន b បូកឲ្យ b ឬក្រេ4នេះយើងអាចសរសេរបានទៅជា2ក្រេ a ក្រេ b រួចដកនឹងឬក្រេ4នេះយើងអាចសរសេរបានទៅជា2ក្រេ b បន្ទាប់មកទៀតយើងអាចបញ្ចេញមួយចំនួនចេញពីឬក្រេបានហើយដោយសារតែយើងបំលែងរ៉ាឌីកង់ទៅជាចំនួនស្វ័យគុណ2អញ្ចឹង b ក្រេបញ្ចេញមកបាន b ស្មើនឹង 7ab ឬក្រេ b បូកឲ្យ2ក្រេ a ក្រេនេះបញ្ចេញពីរឹសមកបាន 2a រួចគុណនឹង b ឬក្រេ b ដកឲ្យ2ក្រេនេះបញ្ចេញពីរឹសមកបាន2ឬ b បន្ទាប់មកទៀតយើងធ្វើប្រមាណវិធីបូកទៅលើរ៉ាឌីកាល់ដែលមានរ៉ាឌីកង់ដូចគ្នាអញ្ចឹងឬក្រេ b ជាមួយនឹងមេគុណ 7ab បូកនឹង 2ab ស្មើនឹង 9ab 9ab ឬក្រេ b រួចដកនឹង2ឬក្រេ b ចាចឹងចម្លើយរបស់យើងឃើញ 9ab ឬក្រេ b ដកឲ្យ2ឬក្រេ b ឬក៏យើងអាចសរសេរបានម្យ៉ាងទៀតថាដែលយើងទាញឬ b ជាកតាយើងទាញឬក្រេ b ជាកតាចឹងស្មើនឹង 9ab ដកឲ្យ2ចម្លើយរបស់យើងឃើញឬក្រេ b កតាឲ្យ 9ab ដកឲ្យ2ឥឡូវយើងចូលទៅដល់លំហាត់ D របស់យើងលំហាត់ D របស់យើងគឺជាប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់របស់យើងដោយa b x y របស់យើងគឺជាចំនួនវិជ្ជមានប៉ុន្តែនៅក្នុងលំហាត់ D របស់យើងនេះគឺមានតែ a ហើយនិង b តែប៉ុណ្ណោះអញ្ចឹងយើងដើម្បីអាចធ្វើប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់បានយើងត្រូវបញ្ចេញមួយចំនួនចេញពីឬក្រេសិនអញ្ចឹង 8b មេគុណយើងដាក់មកដដែលសិនឬក្រេ49យើងអាចសរសេរបានថា7ក្រេ b ដកឲ្យ7ឬក្រេ9គឺស្មើនឹង3ក្រេចំណែកឯ b ស្វ័យគុណ3យើងអាចសរសេរបំលែងទៅជា b ក្រេគុណនៃ b ក្រេគុណនៃ b ស្មើ b ស្វ័យគុណ3វិញណាបូកឲ្យ a ឬក្រេ4យើងអាចសរសេរបានទៅជា2ក្រេ a បូកឲ្យឬក្រេ a ស្វ័យគុណ3យើងបំលែងទៅជា a ក្រេគុណនៃ a បន្ទាប់ពីយើងបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណ2រួចរាល់ហើយយើងអាចបញ្ចេញពីឬក្រេបានអញ្ចឹង7ក្រេបញ្ចេញមកបាន7គុណនឹង8ស្មើនឹង56b ឬក្រេ b ដកឲ្យ3ក្រេបញ្ចេញពីឬក្រេមកបាន3គុណនឹង7ស្មើនឹង21ដក21
ហើយ B ក្រេបញ្ចេញពីរឹសមកគឺបាន B ដក 21B ឬក្រេ B បូកឲ្យ 2 ក្រេបញ្ចេញពីរឹសក្រេមកបាន 2 2គុណនឹង A បាន 2A ឬក្រេ A បូកឲ្យ A ក្រេបញ្ចេញពីរឹសក្រេបាន A ឬ A បន្ទាប់មកទៀតយើងធ្វើប្រមាណវិធីបូកដកទៅលើរ៉ាឌីកាដែលមានរ៉ាឌីកង់ដូចគ្នាអញ្ចឹងឬក្រេ B ជាមួយនឹងឬក្រេ B 56B ដកនឹង 21B គឺស្មើនឹង 35 ស្មើ 35B ឬក្រេ B 2A ឬក្រេ A បូកឲ្យ A ឬក្រេ A អញ្ចឹង 2A បូក A ស្មើនឹង 3A បូក 3A ឬក្រេ A ជាចម្លើយ